ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះយើងមានមុខម្ហូបថ្មីមួយមុខហៅថាឆាសាច់គោបន្លែគ្រប់មុខតោះឥឡូវយើងទៅមើលពីរបៀបធ្វើទាំងអស់គ្នាដំបូងយើងដាក់ខ្ទះឲ្យក្តៅបន្ទាប់មកយើងចាក់ខ្លាញ់ដើម្បីបំពងខ្ទឹមបន្ទាប់ពីខ្ទឹមឡើងក្រហមល្មមហើយយើងចាប់ផ្ដើមដាក់ស្ករខ្អមសម្រាប់ស្ករខ្អមខ្ញុំដាក់កន្លះស្លាបព្រាទឹកត្រី1ស្លាបព្រាបន្ទាប់មកយើងដាក់ម្ទេសចូលឥឡូវនេះគ្រឿងឡើងឈ្ងុយល្អហើយយើងចាប់ផ្ដើមដាក់សាច់ចូលសម្រាប់សាច់គោនេះខ្ញុំដាក់3ខាំបន្ទាប់មកយើងថែមរ៉តឌីកន្លះស្លាបព្រាប៊ីចេង1ចុងស្លាបព្រាម្រេច1ចុងស្លាបព្រាបន្ទាប់ពីសាច់គោឆ្អិនល្មមហើយយើងចាប់ផ្ដើមដាក់បន្លែរបស់យើងចូលពីចុងក្រោយយើងដាក់គល់ខ្ទឹមនិងស្លឹកខ្ទឹមចូលអរគុណពុកម៉ែបងប្អូនដែលតាមដានវីដេអូតាំងពីដើមរហូតដល់ចប់សូមអរគុណ